គាត់នឹងស្ដាប់បានខ្ញុំជឿតែចឹងខ្ញុំជឿតែចឹងអាហ្នឹងអញ្ចឹងអាហ្នឹងគាត់ថាចង់ជម្រាបប៉ុណ្ណឹងអញ្ចឹងខ្ញុំត្រឡប់មកវិញពួកហ្នឹងដូចគេដតីវាយបហាតាមវាយបហាអត់ចប់ប៉ុន្តែបើគ្នាឯងនោះខំប្រឹងការពារហើយខំប្រឹងការពារដល់បែកធ្លាយសលេងមកថាពូអើយបើខ្ញុំមិនធ្វើអញ្ចឹងទាញយកទំនុកចិត្តពួកនឹងមិនបានអញ្ចឹងខ្ញុំត្រូវតែជេរពូហ្នឹងដើម្បីទាញយកទំនុកចិត្តពួកនឹងឲ្យបានឡើងវិញហើយអានឹងអត់ចម្លែកទេអត់ចម្លែកក៏តែសោះយើងដឹងគ្រប់គ្នាហើយអ្នកជេរដៃជោខ្លាំងមិនមែនអ្នកប្រឆាំងទេអ្នកប្រឆាំងពិតប្រាកដអ្នកដែលគេចេះប្រឆាំងពិតប្រាកដគេអត់យកការប្រើប្រាស់ការជេរនឹងមកធ្វើជាត្រីមុខទេអ្នកដែលជាគ្នាសម្ដេចដៃជោជេរចោះដើម្បីធ្វើម៉េចឲ្យបានទៅគៀកពីព្រោះពួកហ្នឹងគឺចូលចិត្តអ្នកអញ្ចឹងអ្នកឯងជេរចោះទី1បានបញ្ជូនគ្នាយើងឲ្យទៅគៀកអ្នកនយោបាយប្រឆាំងរត់ចោលស្រុកទី2បង្ហាញឲ្យមហាជននៅក្នុងប្រទេសគាត់មើលឃើញថាពួកប្រឆាំងទាំងអស់នេះពួកអ្នកក្រៅប្រទេសទាំងអស់នេះក្រៅតែពីជេរប្រមាថការពៀនគ្មានចេះអីទេឃើញទេកាលណាយើងបង្កើតរូបភាពជេរប្រមាថលើប្រព័ន្ធសង្គម Facebook ទៅសម្ដេចដៃជោកាន់តែខ្លាំងសម្ដេចដៃជោកាន់តែមិនយកទោសកាន់តែអនុគ្រោះកាន់តែយោគយល់ចាំមើលតើក្នុងភ្នែកមហាជនខ្មែរតើគេយល់ឃើញយ៉ាងម៉េចអ្នកឯងជេរលេងក៏ដោយអ្នកឯងជេរមែនក៏ដោយឲ្យតែអ្នកឯងធ្វើនយោបាយជេរប្រមាថការពៀនទៅគ្រួសារដៃជោហ្នឹងកាន់តែខ្លាំងដៃជោកាន់តែនៅមានឥទ្ធិពលនៅមានអំណាចកាន់តែខ្លាំងជឿអត់បើមិនជឿចាញ់រហូតចាញ់តតែងាប់អ្នកខ្លះចិត្តងាប់ទៅវិញហើយគឺរហូតជោគជ័យគ្មានទេអ្វីតែនៅសល់មិនមែនសមិទ្ធផលដ៏ល្អរបស់ការប្រឆាំងទេវាជាសមិទ្ធផលលាមកនៃការប្រឆាំងអញ្ចឹងវាបង្កើតបានអសមិទ្ធផលលាមកនៃអ្នកចំនួនក្រោយឃើញរងថ្ងៃពួកហ្នឹងអ្នក live show អ្នក talk show អ្នកលេង Facebook ដែលជាសកម្មជនគាត់ដែលធ្វើអីក្នុងនាមគាត់ជាយុវជនអ្នកនយោបាយអ្នកនៅជាសមាជិកបកអ្នកនៅក្នុងបកខ្លះមានប្អូនខ្លះគាត់និយាយល្អដោយសុផាន់ឡារីគាត់អូនហ្នឹងវាល្អទោះវាប្រឆាំងក៏ដោយវាអត់ដែរនិយាយពាក្យអាមឹងអសរោះទៅនេះទេវាហៅដោយសូនតារាអីហ្នឹងគាត់នៅមានកម្រិតល្អណាទោះជាគាត់រិះគន់តេះដៀលក៏នៅក្នុងកម្រិតមួយល្អដែរសូនតារាបើនិយាយគឹមសុកគឺជាលើសបើហើយគឹមសុកវាបែកកម្មដ្ឋានបើសូនតារាគាត់នៅមានណាទៀតដែលខ្ញុំឃើញនិយាយទៅល្អអត់ដៀបប្រមាណមានប្រមាណអ្នកដែរគួសមខ្ញុំឃើញអាប្អូននឹងតស៊ូគួសមវាមានតំពាំងល្អចឹងដែរវាមិនមែនអត់ទេវាមានប៉ុន្តែអាតំពាំងថោកអាតំពាំងស្អុយនោះវាច្រើនហើយវាច្រើនមនុស្សខ្មែរមួយចំនួននៅខាងក្រៅប្រទេសហ្នឹងទៅគ្រប់គ្រងអាតំពាំងថោកអាតំពាំងស្អុយនោះណាវាច្រើនបើចូលទៅមើលពួកអាថោកពួកអាស្អុយនោះឯងចូលទៅមើលចុងគេចូលចិត្តបង្កើតអញ្ចឹងទៅព្រោះគេដឹងថាចូលចិត្តអារឿងថោកនឹងច្រើនអញ្ចឹងគេបង្កើតអាថោកនឹងមកបើថាអាថោកច្រើនតិចមកអាថោកនឹងគ្រប់គ្រងយើងកាន់តែច្រើនអ្នកប្រឆាំងកាន់តែខ្សោយជឿអត់ឥឡូវជឿមិនជឿប្រិមិត្តជឿអត់បងសុចិន្តាហេងគាត់ជឿបងជឿខ្ញុំប្រមាថគេដឹកនាំមិនល្អហ្មងទេក៏ប៉ុន្តែយើងប្រឆាំងក៏មិនល្អហ្មងដែរគេចង់ឲ្យរូបភាពយើងនឹងមិនល្អអញ្ចឹងគេអត់ចង់ឲ្យយើងល្អទេមិនមែនមានន័យថាឃើញទេគេអ្នកប្រព្រឹត្តសិលធម៌យើងនេះអ្នកប្រព្រឹត្តជេរប្រមាថឃើញទេដៃជោបង្ហាញរូបភាពនយោបាយអ្នកជេរប្រមាថគាត់ទាំងអស់គាត់លើកលែងឲ្យទាំងអស់ឃើញគាត់ធ្វើបានទេមិនមែនគាត់ថាតែមាត់ទេណាគាត់ធ្វើបានទេមនុស្សដែលជេរប្រមាថគាត់ឡើងអស់សាច់ទៅជួបគាត់ទទួល
គាត់ទទួលគាត់ជួបដោយញញឹមញញែមគាត់សប្បាយរីករាយជាមួយដោយមិនបង្ហាញចរិតខឹងសម្បាឬក៏គាត់មិនចំណាយពេលដើម្បីទៅសងសឹកគំនុំគុំគួនដែលគេជេរគាត់ឡើយឃើញគាត់ធ្វើជាផ្កាយជាអ្នកមានបុណ្យទេឃើញទេចំណែកឯយើងមួយថ្ងៃបំផុសបំផុលឲ្យតែកូនចៅយើងជេរប្រមាថយើងអត់ដែរហាមគាត់រូបភាពវាខុសគ្នាមិនឥឡូវរូបភាពខុសគ្នាមិនអ្នកដែលជេរប្រមាថដែលចូលយូរតែចូលជាមួយដែលចូលលើកដែងឲ្យរូបភាពទាំងហ្នឹងវាបង្ហាញយ៉ាងម៉េចបង្ហាញថាដៃជោគាត់គឺជាអ្នកមានចិត្តទូលាយចំណែកឯពួកយើងគឺជាអ្នកមានចិត្តជាចង្អល់តាមពិតយើងគឺជាអ្នកខុសអ្នករងគ្រោះក៏ប៉ុន្តែដោយការរងគ្រោះរបស់យើងភ្លេចយកបញ្ញាមកដោះស្រាយរឿងយើងយកកំហឹងមកធ្វើនយោបាយយើងយកការច្រណែនមកធ្វើនយោបាយយើងយកការចង់ឈ្នះជ្រុលមកធ្វើនយោបាយបន្ទាប់មកអាកំហឹងពេញខ្លួនគឺទ្រាំមិនបានជេរប្រមាថទៅគេកំហឹងយើងវាជះទៅតាមប្រព័ន្ធសង្គមនោះវាលឺដល់តិចមហាជនវាសម្ដែងនៅភាពខុសខើឥឡូវបងប្អូនសាកល្បងគិតចេះឥឡូវកុំនិយាយណានិយាយខ្ញុំពេលដែលខ្ញុំនិយាយធម្មតាបងប្អូនខ្លះគាត់ពេញចិត្តលោកឡុងនិយាយល្អគាត់និយាយ smooth ស្អាតថ្ងៃណាមួយដែលខ្ញុំ bad day ថ្ងៃណាមួយដែលខ្ញុំមានអារម្មណ៍មិនល្អប៉ះខ្មោចជេរខ្មោចប៉ះឆ្កែជេរឆ្កែប៉ះឆ្មាជេរឆ្មាគាត់ថាចុំលោកឡុងឯងធ្លាប់តែឲ្យតម្លៃថាល្អឥឡូវគាត់អីក៏អាក្រក់ម៉េចវិញគាត់ជេរមនុស្សស្រីក៏អាក្រក់អក្រិយម៉េចគាត់ជេរគេក៏អាក្រក់អក្រិយម៉េចឃើញទេបងប្អូនវាតម្លៃខ្ញុំព្រាមបងប្អូនធ្លាប់តែស្ដាប់សម្លេងល្អធ្លាប់តែស្ដាប់ពាក្យព្រោះរបស់ខ្ញុំមកដល់ពេលខ្ញុំចាប់ដើមជេរពឹកបងប្អូនចាប់ដើមឡុងដូចមិនមែនធម្មតាទេចេញចរិតស៊ីនេះឃើញទេជេរសាហាវជេរមកបេជេរមកបាវអីចឹងទៅឃើញទេបងប្អូនដូរចិត្តព្រាមបងប្អូនមិនស្អប់ខ្ញុំទេបងប្អូនចូលចិត្តខ្ញុំប៉ុន្តែគ្រាន់តែចាប់ដើមខ្ញុំជេរទៅវាទើសតិចហ្មងវាទើសតិចមិនមែនថាអូអាបុគ្គលនឹងគួរតែជេរប្រមាថអាបុគ្គលនឹងគួរតែជេរវាមិនមែនប្រកាសថាទាំងអស់អញ្ចឹងទេមានបងប្អូនខ្លះគាត់ថាអញ្ចឹងទេប៉ុន្តែមានបងប្អូនភាគច្រើនគាត់ថាអូអត់ទេកុំជេរនិយាយដោយលោកឡុងកាលពីមុននិយាយល្អណាស់កុំជេរគាត់មិនជេរទេនិយាយតាមតំណើអញ្ចឹងទៅឃើញទេគាត់ចាប់ដើមមានទស្សនៈភ្លាមដូចគ្នានឹងពួកប្រឆាំងអញ្ចឹងដែរទោះជាបងប្អូនអ្នកគាំទ្រអ្នកប្រឆាំងនៅខាងក្នុងស្រុកមានណាប៉ុន្តែនៅពេលដែលមួយថ្ងៃឃើញតែពួកប្រឆាំងនៅខាងក្រៅជេរប្រមាថទៅដៃជោខ្ញុំសួរកំណត់បងប្អូននៅក្នុងស្រុកគាត់គិតតែម៉េចគាត់គិតតែពួកហ្នឹងខុសខើអាក្រក់ឃើញទេឃើញគាត់យល់ទេអាហ្នឹងគឺវាបង្ហាញច្បាស់ចឹងហ្មងគ្មានអ្នកណាត្រូវការអញ្ចឹងទេអញ្ចឹងហើយបានដៃជោគាត់សម្ដែងស្អាតគាត់និយាយរួមគាត់មិនមែនសម្ដែងទេមានន័យថាគឺទឹកចិត្តគាត់អញ្ចឹងខ្ញុំទាញត្រឡប់មកវិញគាត់មិនខ្វល់ហើយគាត់មិនខ្លាចការជេរប្រមាថរបស់យាយភីឬក៏របស់អ្នកណាទេគាត់អត់ខ្លាចទាំងអស់អ្វីដែលគាត់ខ្លាចបំផុតគឺអ្នកប្រឆាំងសុទ្ធតែជាបញ្ញវន្តនិងជាអ្នកមានឧត្តមគតិហើយមានសិលធម៌គុណធម៌នោះទើបគាត់ខ្លាចតែបើសិនណាជាចរិតប្រឆាំងគេទាំងកូនចៅរហូតទៅដល់មេដឹកនាំរបៀបរងថ្ងៃនេះណាបើដៃជោខ្លាចខ្ញុំភ្នាល់មិនត្រឹមតែមិនខ្លាចទេដែលចូលនឹងគណៈបកប្រជាជនគេសប្បាយចិត្តរោតែបធូរហើយប៉ុន្តែពេលខ្លះទៅគេធ្វើជាខឹងអីយើងអញ្ចឹងទៅគេធ្វើជាគម្រាមយើងអញ្ចឹងទៅណាដើម្បីអីដើម្បីឲ្យយើងវាចិត្តតែច្រឡោតព្រោះមនុស្សតែច្រឡោតវាបាត់ខួរក្បាលល្អវានៅតែខួរក្បាលអន់វាបាត់បញ្ញាវានៅតែល្ងងខ្លៅណានៅពេលដែលយើងខឹងណាវាបាត់បញ្ញាវានៅតែល្ងងខ្លៅដូច្នេះមនុស្សធ្វើនយោបាយតែកាលណាបាត់បញ្ញានៅតែល្ងងហើយទោះជាខំប្រឹងមកជាតិនឹងទៀតងាប់ទាំងខ្លួនទៀតក៏មិនឈ្នះគេដែរពីព្រោះវាអត់កំណត់ទេកំណត់គិតតែពីខឹងគេនោះមានកំណត់ឯណាទៅគិតទៅរកយុទ្ធសាស្ត្រដើម្បីដោះស្រាយរឿងអត់មានទេដូច្នេះនេះគឺជាអ្វីដែលខ្ញុំចង់ជំរាបជូនទៅគាត់ប្រាប់មកដកខ្មែរថារឿងយាយភីទោះជាគាត់ជេរដៃជោទោះជាអ្នកខ្លះគេយកទៅថាឲ្យយាយភីនឹងប្តឹងអានឹងដូចបានការប្រជ្រះខ្យល់អញ្ចឹងណាបដោយឲ្យកូនខ្លួនឯង2នាក់ទៅជួបអតីតនាយករដ្ឋមន្ត្រីបើគ្មានការអនុញ្ញាតពីម៉ែឪស្មានតែកូននឹងអាចហោះទៅបានទេហើយម៉ែឪរឿងអីដែលហ៊ានឲ្យហោះទៅមានន័យថាតើទុកចិត្តកូនខ្លួនឯងអត់គ្រប់អាយុ
ចឹងមានន័យថាខ្លួននឹងគឺជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលវាបានកើតឡើងឧបមាថាកូននឹងត្រូវបាននរណាមួយនៅក្នុងប្រទេសកម្ពុជាហ្នឹងគាត់រំលោភបំពានឧបមាទេលើរាងកាយទៅចោះអ្នកណាមួយខ្ញុំប្រើពាក្យអ្នកណាមួយរំលោភបំពានមែនចោះសួរតើទៅធ្វើអីគេកើតនៅក្នុងប្រទេសកម្ពុជាទី1ទី2ថាតើគេធ្វើអីអ្នកដែលបំពាននឹងមិនបានទេពីព្រោះវាឆ្លងដែនប៉ុន្តែគេសួរថាហេតុអីបានជាកូននឹងទៅស្រុកខ្មែរអ្នកណាឲ្យកូននឹងទៅម៉ែអ្នកបញ្ជូនឲ្យទៅដូច្នេះយើងខ្លួនឯងគឺជាអ្នកគ្រោះថ្នាក់កុំច្រឡំឲ្យសោះបងប្អូនអានឹងវាចឹងណាអានឹងខ្ញុំឧបមាទេប៉ុន្តែរឿងវាមិនចឹងទេតាមពិតទៅយាយខានឹងយាយភីនឹងឆ្លោះគ្នាទៅយាយភីនឹងចេះតែរៀលដាល់តែប្រទេសតែផ្ដាស់ទៅកន្លែងឈួតជ្រូកអញ្ចឹងទៅទេហ្នឹងហើយដោយសារអីដោយសារគាត់មានអ្នកផ្ដល់យោបល់ឲ្យមិត្តភក្តិគាត់ហ្នឹងសិតតែមនុស្សរៀងវិកលចរិតអញ្ចឹងទៅយាយភីគាត់ជាមនុស្សឆេវឆាវមិនសូវគិតវែងឆ្ងាយទេហើយគាត់រៀងល្ងើបន្តិចផងគាត់អត់សូវស្ដាប់ហេតុផលគេទេគាត់និយាយតែតាមកំហឹងតាមកំហល់របស់គាត់អត់ចេះគិតគូរវែងឆ្ងាយអីគេទៅយោថ្លៃថ្នូរអីគាត់អត់ទេគាត់ខ្វល់ទេគាត់យកតែគាត់មេម៉ាយគាត់ធ្វើមិនក៏ធ្វើដែរគាត់ថានៅអាលបងនឹងវាជាសេរីភាពអាហ្នឹងក៏គាត់គិតចឹងប៉ុន្តែតម្លៃកូនស្រីយកកូនស្រីមកពាក់ព័ន្ធញ៉ៃបើគេនិយាយយើងកុំមាត់កុំតបើនិយាយខាចង់និយាយអីនិយាយទៅយើងទៅខ្វល់ស្អីណាទី1យើងឲ្យតម្លៃកូនយើងសំខាន់គឺកូនយើងហើយកូនយើងអ្នកណាអ្នកឲ្យទៅយើងគេមិនបខំឲ្យកូនយើងទៅណាគេមិនមកចាប់កូនយើងពីលំងទៅណាយើងអ្នកទិញសម្បត្តិក្បាលហោះឲ្យកូនទៅហើយយើងពឹងអ្នកនៅក្នុងនោះឲ្យនាំកូនយើងទៅជួបនឹងដៃជោអានឹងគិតមើលខ្លួនឯងទៅអានឹងខ្ញុំគ្រាន់តែឲ្យយោបល់តែប៉ុណ្្នឹងឯណាបាទសុំនិយាយប៉ុណ្្នឹងចោះរៀងដូចយូរទីរឿងជីភីហ្នឹងមរតកខ្មែរសុំនិយាយប៉ុណ្្នឹងចោះខ្ញុំមិនចង់លូកលាន់រឿងគេទេគេធ្វើមិនធ្វើទៅបាទប៉ុន្តែខ្ញុំធ្លាប់តំណាក់តំណងទៅយាយភីតាមនេះដែរខ្ញុំចង់និយាយមួយគាត់ដែរតែគាត់មិនដែរនេះខ្ញុំចង់ឲ្យយោបល់គាត់ទេខ្ញុំចង់ឲ្យយោបល់គាត់តែគាត់មិនខលមកខ្ញុំគាត់ទៅតាក់ទងពួកកភូពួកបិសាចពួកព្រាយពួកខ្មៅអីចឹងទៅក៏វាទៅជារឿងឈួតឡែឡប់អញ្ចឹងទៅហ្នឹងហើយខ្ញុំចង់យកយាយភីមកដាក់ក្បែរខ្ញុំបើថាគាត់នៅកដាលអីចឹងឲ្យមកនៅមួយខ្ញុំតាហ្នឹងហើយប៉ុន្តែគេមិនតាក់ទងមកខ្ញុំដែរខ្ញុំព្យាយាមនិយាយទៅគាត់ដែរតាសួរគាត់មើលខ្ញុំឆាតតាម TikTok ខ្ញុំមាន TikTok មួយគាត់ទេប្រហែលជាaccount មួយចំនួនរបស់គាត់ប្លុកខ្ញុំទើបតែ account សុភីពេជ្រគាត់អត់ប្លុកទេខ្ញុំអាចចូលមើល live គាត់បានអញ្ចឹងណាបាទហ្នឹងហើយតែប៉ុន្តែខ្ញុំឆាតទៅគាត់តាមនោះដែរគាត់មិនដែលឃើញឆ្លើយតបហ្នឹងហើយវាសិតតែមិត្តភក្តិធ្លាប់ស្គាល់គ្នាតាំងពីយូរណាស់ហើយតែខ្ញុំមិនចង់ឲ្យគាត់វង្វេងតាមពួកបិសាចខ្មោចអរិយអ្នកតាហ្នឹងទេបាទប៉ុន្តែគាត់ទៅអញ្ចឹងហើយក៏អញ្ចឹងតាមតាណាគាត់គាត់ជ្រើសរើសជីវិតឈួតជ្រូកអញ្ចឹងក៏ទៅតាមតាណាគាត់ទៅបាទបងលីសារ៉េតជួយលោករងឈុនផងអូនឡុងមើលទៅឃើញគេផុសរូបភាពអង្គុយលើអង្រឹងដូចជាកំសត់ខ្លាំងណាស់បាទឱកាសរលុយបន្ថែមមានអីឲ្យគាត់រកទៅមានអីទេបាទពួកអ្នកផុសហ្នឹងគឺប្រកាសណាស់ថាគាត់បំណងឲ្យមនុស្សនៅក្រៅប្រទេសអាណិតលោកគ្រូរងឈុនទៅតាមពិតអត់ពិបាកទេបើសិនណាជាយើងចង់ជួយលោកគ្រូរងឈុនបានតានៅអាមេរិកនេះអ្នកគាំទ្រលោកគ្រូរងឈុនហ្នឹងមិនក្រោមពី100,000នាក់ទេម្នាក់តែ$1ទេ100,000ជាងហ្នឹងគឺអាចយកទៅសងតឡាការបានហើយយកទៅសងគណៈកម្មការព្រំដែនបានបាត់អត់ពិបាកទោះតែសោះប៉ុន្តែដោយសារអីដោយសារតែអ្នកក្រៅប្រទេសនេះគឺស្ទើរតែជាពួកមនុស្សអាត្មានិយមធ្វើជាស្រឡាញ់រង